market structure គឺជាមេមួយដែលចាប់ផ្ដើមខ្ញុំខ្លាចទៅជា profitable trader ក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញអ្នកគ្នាទៅតជាមួយនឹងមេរៀន market structure ដែលមានដូចជា breaker structure ហើយនិង chain of character ឬក៏យើងហៅថាជា market structure stick ដោយមេរៀនមុនគឺយើងបានរៀនទៅតជាមួយនឹង market trend ចឹងតែគឺយើងធ្វើការ check មើលវីដេអូហ្នឹងនៅក្នុង YouTube ឬក៏ Facebook របស់ខ្ញុំដើម្បីដឹងទៅតជាមួយនឹងមេរៀនមុនកុំឲ្យដាច់មេរៀនអញ្ចឹងណាបើសិនខ្ញុំចង់ដឹងទៅជាមួយនឹង broker របស់ខ្ញុំទៅខ្ញុំអាចធ្វើការ check មើលក្នុង description បានហើយ register តាមនោះទៅពេលមានបញ្ហាអីគឺខ្ញុំជួយ Order filled. ចឹងមកហាត់ពេលគឺយើងចូលមកកាន់មេរៀនរបស់យើងចឹងតើតជាមួយនឹងចំណុចនេះគឺខ្ញុំធ្វើការនិយាយទៅជាមួយនឹង breaker structure ថាតើ breaker structure គឺជាអីតើជាមួយនឹង breaker structure បើសិនយើងមើលទៅលើរូបភាពឬក៏អីដែលខ្ញុំបានបង្ហាញនៅលើហ្នឹងចឹងគឺតើជាមួយនឹងរបៀបដែលយើងសម្គាល់តើជាមួយនឹង direction របស់ទីផ្សារដើម្បីដឹងថាទីផ្សារវាបន្តចុះឬក៏វាបន្តឡើងយើងអាចដឹងតើជាមួយ direction ដោយយើងសម្គាល់ទៅលើរបៀបដែលវា movement ចឹងគឺយើងអាចសម្គាល់តើជាមួយនឹង uptrend តាមរយៈ breaker structure down trend ក៏តាមរយៈ breaker structure ថាតើ breaker structure យើងសម្គាល់វារបៀបម៉េចយើង analyze វារបៀបម៉េចអញ្ចឹងយើងចូលទៅកាន់មេរៀនយើងទាំងអស់គ្នាចឹងហេតុអីបានយើងត្រូវរៀនទៅជាមួយនឹង breaker structure គឺវាជួយយើងដឹងកាន់តែច្បាស់អំពី direction ឬក៏លំហូររបស់ទីផ្សារហើយយើងដឹងអំពីទិសដៅរបស់វាថាតើវាទៅលើឬក៏ទៅក្រោមចឹងទៅជាមួយនឹងរបៀបដែលយើងអាចសម្គាល់ទៅជាមួយនឹង breaker structure បានគឺគ្នាយើងអាចមើលនៅខាងក្រោមនេះចឹងរបៀបនៃការសម្គាល់ទៅជាមួយនឹង breaker structure គ្នាយើងអាចមើលនៅខាងក្រោមនេះបានហើយក្នុងវីដេអូមុនគឺខ្ញុំបាននិយាយទៅជាមួយនឹង up trend ហើយនិង down trend ចឹងគ្នាដែលគាត់បានរៀនវីដេអូមុនគាត់ប្រកាសជាយល់ទៅជាមួយនឹង swing ហើយទៅជាមួយនឹង trend របស់ទីផ្សារចឹងទៅជាមួយនឹងអីដែលខ្ញុំបាននិយាយទៅកាលពីវីដេអូមុនគឺខ្ញុំបានប្រាប់ហើយទៅជាមួយនឹង trend ដែលយើងអាច trade បានគឺមានតែពីរទេគឺ up trend ហើយ down trend អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំអត់លើកយក sideways ឬក៏ consolidation មកនិយាយទេដោយសារតែយើងអាច trade ជាមួយនឹងវាបានចុះសម្រាប់ up trend របៀបដែលយើងអាចសម្គាល់ទៅជាមួយនឹង breaker structure បានគឺយើងមើលទៅលើ swing high របស់វាចឹងគ្នាយើងប្រកាសជាយល់ប្រកាសជាដឹងហើយទៅជាមួយនឹង swing high បើសិនគ្នាយើងបានមើលវីដេអូមុនចឹងទៅជាមួយនឹង up trend គឺវាចាប់ដើមពីក្រោមទៅត្រឡប់គឺចាប់ដើមពី low ឡើងទៅដល់ high ចឹងតែកាលណាវាបង្កើត high ហើយវាបាក់កមកក្រោមបន្តិចចឹង high របស់វាហ្នឹងគឺវាបង្កើតទៅជា swing high ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតដើម្បីសម្គាល់ breaker structure នៅក្នុង up trend បានគឺយើងត្រូវមើលទៅលើ swing high ចឹងហេតុអីបានយើងត្រូវមើលទៅលើ swing high ដោយសារតែ up trend គឺយើងរកកន្លែង buy breaker structure វាគឺមានតួនាទីមួយដើម្បីបង្ហាញយើងថាទីផ្សារគឺបានប្រាច់ high ដើម្បីបន្តឡើងទៅលើចឹងខ្ញុំធ្វើការឧទាហរណ៍មួយឧទាហរណ៍ថាកន្លែងនេះគឺជាអញ្ចាំងឬក៏ wall ឬក៏ទ្វារអីមួយហើយយើងធ្វើការដើរទៅកន្លែងហ្នឹងប្រសិនបើក្នុងករណីថាយើងអាចបែកជាមួយនឹងអញ្ចាំងឬក៏យើងអាចបើកទ្វារនឹងបានទេគឺយើងប្រកាសជាអាចទៅមុខទៀតបានទេទៅអត់គឺយើងប្រកាសជាបកក្រោយវិញហើយក៏ប៉ុន្តែតើជាមួយនឹងប្រសិនបើក្នុងករណីថាកន្លែងនេះគឺមានទ្វារមួយយើងដើរមកដល់គឺយើងបើកទ្វារឡើងហ្នឹងបានហើយយើងធ្វើការបន្តទៅមុខទៀតចឹងបានន័យថាគឺយើងអាចបន្តទៅមុខបានយើងអត់ចាំបាច់ត្រូវមានឧបសគ្គអីរារាំងយើងទេក៏ប៉ុន្តែបើសិនជាក្នុងករណីថាវាអត់មានអីដែលថាយើងអាចទៅមុខបានទេគឺយើងត្រូវការបកក្រោយវិញហើយពីបានដូចទីផ្សារនេះអញ្ចឹងតើជាមួយនឹងទីផ្សារក៏វាដូចគ្នាដែរបើសិនបើក្នុងករណីថាទីផ្សារវាឡើងមកបុកប្រាច់ឬក៏វាមកធ្លុះទៅជាមួយនឹង swing high របស់វាបាច់ឡើងទៅលើអញ្ចឹងចឹងគឺបានន័យថាទីផ្សារគឺវានឹងបន្តឡើងទៅលើហើយខ្ញុំឧទាហរណ៍មួយងាយស្រួលយល់ទៀតឥឡូវគឺយើងនិយាយទៅជាមួយនឹងអញ្ចាំងម្ដងអញ្ចឹងនៅពេលដែលអញ្ចាំងបិទចិត្តហើយវារឹងគឺយើងដើរមកគឺយើងអាចធ្វើបានតែតែបើសិនក្នុងកែថាយើងយកអីមកវាយទៅលើអញ្ចាំងឬក៏យើងជីអីដើម្បីមកកំទេចអញ្ចាំងហ្នឹងធ្វើការបែកបាក់អស់ហើយអញ្ចឹងយើងប្រកាសជាអាចទៅមុខទៀតបានហើយទូអញ្ចាំងហ្នឹងរឹងក៏ដោយទៅជាមួយនឹងទីផ្សារក៏វាដូចគ្នាដែរបើសិនបើក្នុងកែថាវាប្រកាសជាមួយនឹង swing high ឬក៏ high កន្លែងនេះហើយទីផ្សារគឺវាបានឡើងពីក្រោមមកលើអញ្ចឹងហើយវាបានផ្ដាច់ជាមួយនឹង swing high របស់វាកន្លែងហ្នឹងហើយគឺយើងហៅវាថាជា break of structure break គឺបានថាផ្ដាច់ទៅជាមួយនឹង structure វាបានដូចទៅជាមួយនឹងលំហូរទីផ្សារដែលវាឡើងចុះអញ្ចឹងចាំបើសិនក្នុងករណីថា break structure របស់វាឬក៏វាផ្ដាច់ high របស់វាផ្សារហ្នឹងគឺវានឹងបន្តឡើងទៅលើចឹងខ្ញុំសូម note ឡើងហ្នឹងបន្តិចទៅជាមួយលំហូរទីផ្សារប្រសិនបើក្នុងករណីថា up trend ហើយ up trend ហ្នឹងវាឡើងផ្ដាច់ជាមួយនឹង swing high របស់វាចឹងកន្លែងហ្នឹងគឺយើងហៅវាថាជា break of structure ហើយបើសិនក្នុងករណីថាយើងឃើញវាប្រកាសជាមួយនឹង break of structure គឺបានន័យថាទីផ្សារវាបន្តឡើងសម្រាប់ up trend ហើយបើសិនយើងឃើញថាទីផ្សារប្រកាសជាមួយ break of structure ហើយបានផ្ដាច់ high ចឹងហើយតើយើងគួរចូលផ្សារកន្លែងណាចឹងគឺយើងត្រូវការរងចាំវាផ្ដាច់ high ចឹងហើយយើងរងចាំវា retest ឬក៏វាចុះមកបន្តិចយកជាមួយនឹង order block របស់យើងទើបយើងអាចរកកន្លែងដើម្បីធ្វើការចូលផ្សារបានក៏ប៉ុន្តែតើជាមួយនឹងមាន order block មានដែលយើងអាចធ្វើការចូលផ្សារផ្សេងៗហ្នឹងគឺនៅវីដេអូមានបន្ទាប់ចឹងវីដេអូនេះគឺយើងគ្រាន់តែរៀនតទៅជាមួយនឹងចំណុចឬក៏មូលដ្ឋានគ្រឹះរបស់វាសិនទេចឹងខ្ញុំសង្ខេបមកវិញតទៅជាមួយនឹង up trend តើក្នុងន័យថាវាឡើងទៅប្រាច់ជាមួយនឹង swing high របស់វាជាបន្តបន្ទាប់ចឹងទីផ្សាររបស់វាគឺបង្កើតជាមួយនឹង breaker structure ទីផ្សារគឺនៅតែបន្តឡើងចឹងចុះបើសិនក្នុងន័យថាវាឡើងប្រាច់ high សម្រាប់ up trend តើវាគឺជាអីចឹងនៅទីទៀតគ្នាយើងនឹងដឹងឥឡូវនេះគឺយើងចូលមកកាន់ down trend ម្ដងតទៅជាមួយនឹង down trend គឺវាសំដៅទៅលើទីផ្សារចុះ
របៀបដែលអាចសម្គាល់ជាមួយនឹងទីផ្សារចោះបានគឺយើងត្រូវមើលជាមួយនឹង break structure ដូចគ្នាចុះទៅជាមួយនឹង break structure សម្គាល់វាគឺរបៀបម៉េចសម្រាប់ down trend ចុះទៅជាមួយនឹង down trend ដើម្បីសម្គាល់ទៅជាមួយនឹង break structure បានគឺយើងត្រូវមើលទៅលើ swing low ហើយ swing low របស់វាគឺវាបានបង្កើតនៅខាងក្រោមមួយនេះនៅពេលដែលទីផ្សារវាចុះមកខាងក្រោមគឺវាបង្កើតជាមួយនឹង low មួយអញ្ចឹង low នេះគឺយើងហៅវាថាគឺជា swing low នេះគឺជា swing low ហើយទីផ្សារវាឡើងទៅបន្តិចវាចុះផ្ដាច់ជាមួយនឹង swing low ពីបានដូចតែកន្លែងយើងមកទលុះជាងឬក៏ទលុះ wall អីមួយអញ្ចឹងទៅធ្វើឲ្យកន្លែងហ្នឹងវា break វាផ្ដាច់អញ្ចឹងយើងអាចបន្តទៅមុខទៀតបានតែបើសិនក្នុងកន្លែងថាយើងអាចផ្ដាច់កន្លែងហ្នឹងបានទេគឺយើងត្រូវការបកក្រោយទៅលើវិញហើយឬក៏បកក្រោយវិញហើយអញ្ចឹងក្នុងកន្លែងថាទីផ្សារក៏វាដូចគ្នាដែរបើសិនជាក្នុងកន្លែងថាវាចុះមកផ្ដាច់ជាមួយនឹង swing low អញ្ចឹងទីផ្សារគឺវានឹងត្រូវការបន្តចុះទៅក្រោមបន្តទៀតចុះផ្ដាច់អញ្ចឹងហើយវាបង្កើតជាមួយនឹង swing low ថ្មីវាឡើងទៅលើចុះផ្ដាច់មកទៀតចុះទីផ្សារគឺវាបន្តចុះចុះក្នុងកន្លែងថាទីផ្សារវាឡើងទៅចាស់ម្ដងថាតើលំហូរទីផ្សារវាទៅជាយ៉ាងណាអញ្ចឹងអាហ្នឹងយើងជួបគ្នានៅក្នុង market structure step អញ្ចឹងខ្ញុំធ្វើការសង្ខេប recap ឲ្យវិញទៅតជាមួយ down trend ដើម្បីសម្គាល់លំហូរ down trend បានទី1គឺយើងត្រូវមើលទៅលើ swing low របស់លំហូរទីផ្សារ down trend របស់វាដើម្បីយើងអាចដឹងទៅជាមួយថា down trend ហ្នឹងវាបន្តចុះទៅក្រោមឬក៏អត់ចឹងដល់ពេលដែលយើងស្គាល់ trend ហើយយើងដឹងថាកន្លែងជា down trend ហើយយើងមើលតែ swing low វាទៅចឹងបើសិនជាក្នុងកន្លែងថាទីផ្សារវាចុះផ្ដាច់ជាមួយនឹង swing low របស់វាចឹងមកថាទីផ្សារគឺវាបន្តចុះហើយប៉ុន្តែគឺយើងមានរបៀបមើលថាតើ swing low របៀបផ្ដាច់ជា break structure ហ្នឹងដំណើរការឬក៏អត់យើងត្រូវមើលរបៀបចឹងទៀតព្រោះដោយសារវាអាចប្រកាសជាមួយនឹង fake break structure ក៏មានដែរអញ្ចឹងទីទៀតគឺយើងនឹងដឹងដូចគ្នាចឹងឥឡូវនេះគឺយើងចូលមកកាន់ chain of character ម្ដងមិញគឺយើងនិយាយតទៅជាមួយនឹង break structure អញ្ចឹងឥឡូវនេះគឺយើងនិយាយតទៅជាមួយនឹង chain of character ឬក៏ market structure shift ឬក៏ MSS ឬក៏ chart ហ្នឹងគឺវាតែមួយទេវាស្តៀងគ្នាទេគឺវាអត់មានខុសគ្នាទេអញ្ចឹងតទៅជាមួយនឹងពាក្យនេះគឺយើងលក្ខណៈហៅទៅវាន័យតែមួយតែគ្រាន់តែឈ្មោះវាខុសគ្នាចឹងថាតើ chain of character គឺជាអី chain of character គឺជាអីដែលខ្ញុំបាននិយាយបែបហ្នឹងចឹងបើសិនជាក្នុងថ្ងៃថាវាបង្កើត break structure ស្អាតតែវាបុកចុះទៅក្រោមមកតំហឹងចឹងគឺវាបង្កើតជាមួយនឹង chain of character ឬក៏ market structure step ចឹងនេះហើយគឺជា chain of character ចឹងដើម្បីសម្គាល់ទៅជាមួយនឹង chain of character បានថាតើ chain of character គឺជាអីទៅជាមួយ chain of character គឺជាការផ្លាស់ប្ដូរជាមួយនឹងលំហូរទីផ្សារវាបានដូចលក្ខណៈថាទីផ្សារវាកំពុងឡើងសុកចឹងវាបង្កើតជាមួយនឹងសញ្ញាឬក៏ form មួយផង chain of character ទីផ្សារគឺវានឹងបាក់ក្បាលឬក៏បកមកចុះវិញបើសិនក្នុងកាយទីផ្សារឡើងប៉ុន្តែបើសិនក្នុងកាយទីផ្សារចុះវាមិនចេះវាបង្កើតជាមួយនឹង form MSS ទីផ្សារគឺវានឹង reverse ឡើងទៅលើវិញចាឥឡូវនេះគឺយើងមកមើលតជាមួយនឹង ADM បានទៅសេ technology គ្នាយើងនេះ chain of character ឬក៏ MSS ហ្នឹងវាគឺជាការផ្ដាច់ជាមួយនឹង strong high ឬក៏ strong low តើ strong high strong low ហ្នឹងគឺជាអីខ្ញុំបញ្យល់បន្តិចតជាមួយនឹង uptrend សម្រាប់ high របស់វាគឺជា weak high weak swing high ដែលខ្សោយទាំងអស់ក៏ប៉ុន្តែ uptrend ណា low របស់វាគឺសុទ្ធតែជា strong low ឥឡូវបើយើងនិយាយ logic ខ្លីៗងាយៗទៅជាមួយនឹង uptrend ពីច្រើនគឺផ្ដាច់តែ high ទេlow វាងាយសើផ្ដាច់ទេផ្ដាច់តែ high ចាំមិនថា high របស់វាគឺខ្សោយមែនតើក៏ប៉ុន្តែបើសិនជាក្នុងកាយថាទៅពេលណាមួយគឺវាបានផ្ដាច់ជាមួយនឹង swing low របស់វាម្ដងឬក៏ផ្ដាច់ជាមួយនឹង low របស់វាម្ដងអញ្ចឹងបានន័យថាទីផ្សារហ្នឹងគឺវានឹងផ្លាស់ប្ដូរធំមួយហើយព្រោះដូចថាអីតជាមួយនឹង strong low គឺវាអត់ងាយដាច់ទេក៏ប៉ុន្តែបើដាច់ម្ដងគឺទៅហើយគឺបដូរលំហូរវាពី up trend ទៅជា down trend ម្ដងហើយតជាមួយលំហូរ down trend ក៏វាដូចគ្នាដែរផ្ដាច់ទៅ low ហើយផ្ដាច់ទៅ weak low របស់វាទៅជាមួយ down trend low វាគឺខ្សោយគ្នាយើងត្រូវចាំអញ្ចឹងបើសិនក្នុងកាយថាវាផ្ដាច់ទៅ weak low ផ្សារហ្នឹងវាបន្តចុះទៅក្រោយហើយប៉ុន្តែបើសិនក្នុងកាយថាវាបដូរលំហូរវាឡើងទៅផ្ដាច់ជាមួយនឹង strong high វាវិញទីផ្សារគឺវានឹង reverse ឬក៏ទីផ្សារគឺវានឹងផ្លាស់ប្ដូរជាមួយលំហូរ trend របស់វាប៉ុន្តែគឺវាមានជាមួយនឹងករណីមួយដែលយើងត្រូវសម្គាល់តជាមួយនឹង MSS ឬក៏ chain of character ហ្នឹងឲ្យបានត្រឹមត្រូវនោះគឺការសម្គាល់ទៅលើ break structure ចុងក្រោយគេអញ្ចឹងឥឡូវឧទាហរណ៍ថាទីផ្សារវាបង្កើតជាមួយនឹង boss ឬក៏ break structure អញ្ចឹងវាបង្កើតមកវាមាន3 break structure អញ្ចឹងបើសិនក្នុងកាយថាវាផ្ដាច់ជាមួយនឹង break structure ទី3ហើយវាអត់បន្តឡើងទៅទៀតទេមានថាវាចុះមកវាបន្តឡើងទៅរបៀបអញ្ចឹងហើយវាឡើងអញ្ចឹងហើយប៉ុន្តែវាបែរជាបកកមកក្រោមផ្ដាច់ជាមួយនឹង low ផោះ break structure ចុងក្រោយគេនេះ low ផោះ break structure ចុងក្រោយគេចឹងវាថាទីផ្សារគឺវាបានផ្លាស់ប្ដូរជាមួយលំហូរ trend របស់វាហើយគឺវាឡើងទៅលើហើយគឺវាអាចនឹងងាកមកក្រោមវិញឬក៏ reverse មកក្រោមវិញចឹងតជាមួយនឹង down trend ក៏ដូចគ្នាដែរបើសិនក្នុងករណីថាវាមកផ្ដាច់ជាមួយនឹង high ផោះ break structure ចុងក្រោយគេផោះ down trend ចឹងទីផ្សារគឺនឹងផ្លាស់ប្ដូរវាពី down trend ទៅជា up trend វិញហើយក៏ប៉ុន្តែគឺយើងមានរបៀបនៃការសង្កត់ទៅជាមួយនឹង fake chain of character ទៅជាមួយនឹង fake break structure គឺយើងមានឲ្យគ្នាយើងមើលទាំងអស់ឥឡូវនេះគឺយើងមកសង្កត់ថាតើ fake chain of character ឬក៏ chain of character ដែលថាអត់ត្រឹមត្រូវគឺមួយណាចឹងទៅជាមួយនឹង chain of character ដែលអត់ត្រឹមត្រូវនេះគ្នាយើងមើលឃើញអត់ឥឡូវឧទាហរណ៍ថាទីផ្សារវាបង្កើតជាមួយនឹង boss break structure ចឹងហើយចឹងរាល់ break structure ទាំងអស់គឺវាតែតែមាន high របស់វានេះ break structure នេះ high វានៅនេះ break structure នេះ high វានៅនេះ break structure វានៅនេះ high វានៅនេះតែអត់ប៉ុន្តែពេលវាផ្ដាច់ចឹងហើយផ្សារហ្នឹងវាបង្កើតជាមួយនឹងមក swing ចេះទៀតវាចុះមកហើយវាបង្កើតមក swing របស់វាចេះទៀតបាក់កមកក្រោម
ហើយវាអត់បានបង្កើតជាមួយនឹង break structure នៅខាងក្រោមនេះទេអ្នកវាបង្កើត break structure នៅខាងក្រោមនេះទេវាបែរជាបុកឡើងទៅផ្ដាច់ជាមួយនឹងអា high មួយនេះ high នេះគឺវាអត់មានជាមួយនឹង boss របស់វាចុងក្រោយគេវាបែរជាឡើងទៅផ្ដាច់ចឹងបានថា high ហ្នឹងគឺមិនជា chain of character ណាខ្លះគឺគាត់តែងតែចាប់ឡើងហ្នឹងគឺច្រឡំចឹងតើតជាមួយនឹង break structure ដែលចុងក្រោយគេគឺវាបង្កើតឡើងនេះ swing high វានៅកន្លែងនេះចឹងបើសិនចង់ឲ្យ MSS ឬក៏ chain of character ឡើងនឹង valid Lutra តែវាឡើងមកប្រាច់ជាមួយនឹង strong high ឬក៏ high ផ BOS ឬក៏ break structure ចុងក្រោយគេនៅកន្លែងនេះប្រាច់កន្លែងហ្នឹងហើយបានយើងអាចសម្គាល់ថាកន្លែងហ្នឹងគឺជា MSS ឬក៏ chain of character បានចឹងគ្នាយើងទៅការ screenshot ហើយ repeat មើលវាឡើងវិញទៅខ្ញុំសង្ឃឹមថាគ្នាយើងនឹងយល់អូខេឥឡូវនេះគឺយើងចូលមកដល់ចំណុចមួយទៀតគឺតកតងជាមួយនឹង valid ហើយនឹង invalid break structure តើតាពាក្យ valid ឬ invalid ហ្នឹងគឺជាអី valid គឺសំដៅទៅលើបានថាវាដំណើរការ break structure ដែល valid ដែលដំណើរការដែលវា work ប៉ុន្តែតទៅជាមួយ invalid គឺជា break structure ដែលអត់ work ទេដែលវាគឺជា fake break structure ដែលខ្ញុំនិយាយមុនហ្នឹងអញ្ចឹងរបៀបសម្គាល់ real break structure ហើយនឹង fake break structure យើងត្រូវសម្គាល់វារបៀបម៉េចអញ្ចឹងមើលអានេះគឺត្រូវហើយអញ្ចឹងតទៅជាមួយនឹង valid break structure គឺជាសំដៅទៅលើ candlestick ដែលវាផ្ដាច់ជាមួយនឹង swing high swing uptrend វាផ្ដាច់ជាមួយនឹង swing high ឬក៏បង្កើត boss របស់វាចេះហើយគឺវាបិទជា strong bullish candle ចឹងតែកាលណាវាផ្ដាច់បិទជា strong bullish candle ដូចគ្នាយើងឃើញហ្នឹងបិទជា body បិទជា strong body bullish candle ទីផ្សារគឺវានឹង valid នេះគេហៅ break structure ដោយបិទ candle ជា body ឬក៏ strong bullish body candle ចឹងផ្សារហ្នឹងគឺវាបន្តឡើងទៅលើក៏ប៉ុន្តែតើជាមួយនឹង fake break structure គឺបង្កើតជាមួយនឹង swing high របស់វាដូចគ្នាដែរក៏ប៉ុន្តែនៅពេលដែលវាផ្ដាច់ជាមួយនឹង break structure ហ្នឹងគឺវាបានផ្ដាច់ជា wick នេះ break structure ដោយបិទឬក៏ផ្ដាច់ជា candle តែគាត់ថាវាផ្ដាច់ជា wickចឹងអាហ្នឹងហើយគឺលក្ខណៈថាវាភាគរយដែលវាបន្តលំហូរទីផ្សារឡើងទៅលើហ្នឹងគឺមានភាគរយតិចហើយវាភាគច្រើនគឺជា fake break structure ចឹងគ្នាអាចការ take note មើលឡើងវិញ repeat ជាមួយនឹងលំហូរទីផ្សារចាក់ស្ដែងបានចឹងចំណុចចុងក្រោយនៃមេថ្ងៃនេះគឺតកតងជាមួយនឹង valid ហើយ invalid market sensitive ឬក៏ valid ហើយ invalid chain of character ចឹងតកតងជាមួយនឹង invalid ដូចគ្នាយើងដឹងហើយតកតងជាមួយនឹង fake chain of character ឬក៏ fake short ហើយ valid គឺបានថាជា real short ចឹងតកតងជាមួយនឹង fake short ឬក៏ fake MSS គ្នាអាចមើលបានអានេះវាបង្កើតជាមួយនឹង boss បង្កើតជាមួយនឹង boss អញ្ចឹងហើយ swing low របស់វាគឺជា MSS បើសិនក្នុងការវាផ្ដាច់ទៅអត់ក៏ប៉ុន្តែក្នុងករណីនេះគឺវាអត់ផ្ដាច់ជាមួយនឹង MSS ហ្នឹងគឺបិទជា strong bullish ទេគឺវាបែរជាលក្ខណៈចុះមកវាចោលជា weak ចោលជា weak ផ្ដាច់ឬក៏ចោលជា weak បិទជា weak ជា rejection ណាអញ្ចឹងមកថា MSS ឡើយហ្នឹងគឺអត់ valid ទេបើឃើញយើងឃើញ weak ធំចាគឺបែរថាលំហូរទីផ្សារគឺខ្សោយខ្លាំងមែនទែនក៏សន្ទុះនៃ sell កម្លាំង sell គឺខ្សោយខ្លាំងមែនទែនអញ្ចឹងកម្លាំងដែលចន់គឺអត់មានទេអញ្ចឹងជួនកាលវាខ្លះផ្សារហ្នឹងគឺវាអាចនឹងបន្តឡើងទៅលើអញ្ចឹងភាគរយដែលផ្សារហ្នឹងវា reverse ពី up trend ហើយចុះទៅជា down trend វិញគឺភាគរយគឺតិចខ្លាំងមែនទែនហើយភាគរយដែលខ្ពស់នោះគឺភាគរយដែលបន្តលំហូរ trend វាបង្កើតជាមួយនឹង fake short ឲ្យគ្នាយើងចូលផ្សារទៅវាបែរជា reverse ឲ្យដាច់ជាមួយនឹង stop loss របស់យើងវិញហើយទៅជាមួយនឹង valid chain of character ឬក៏ valid MSS គឺតើតជាមួយនឹងពេលដែលវាផ្ដាច់ជាមួយនឹង low ឬក៏ swing low ប្រ break structure ចុងក្រោយគេនេះគឺផ្ដាច់ជាមួយនឹងគេផ្ដាច់ជាមួយនឹង candle body របស់វាចឹងតើជាមួយនេះគឺវាមានសន្ទុះនៃការ sell ខ្លាំង strong sell ចុះទៅក្រោមហើយវាបិទជាមួយនឹង candle នោះបិទជា body strong body អ្នកគ្នាឃើញចាក់ស្ដែងអញ្ចឹងគឺផ្ដាច់ជាមួយនឹង low នៃ MSS នោះគឺផ្ដាច់ជាមួយនឹង strong body candle ចឹងលំហូរទីផ្សារគឺវានឹងផ្លាស់ប្ដូរពី up trend ទៅជា down trend ហើយភាគរយដែលវាបដូរជាមួយលំហូរទីផ្សារគឺមានភាគរយច្រើនចឹងឥឡូវនេះគឺខ្ញុំធ្វើការ recap ទៅតជាមួយលំហូរទីផ្សារទាំងអស់គ្នាចឹងឥឡូវនេះខ្ញុំធ្វើការចាប់ជាមួយនឹង break structure ជាមួយនឹង chain of character ឬក៏ MSS ឲ្យគ្នាយើងចឹងឥឡូវនេះយើងចាប់ដើមពី swing នេះមកហ្មងទៅឥឡូវនេះគឺយើងមិនមើលលើណាគឺអានេះគឺយើងដឹងហើយជា down trend ហើយចឹងទីផ្សារគឺបានផ្ដាច់ជាមួយនឹង low មួយនេះគឺយើងបានមើលឃើញមើលទៅឃើញថា low នេះផ្ដាច់ជាអីគេផ្ដាច់ជា strong bearish candle ចឹងតើវាផ្ដាច់ជាមួយនឹង strong bearish candle ទីផ្សារកន្លែងហ្នឹងគឺយើងអាចសម្គាល់វាបានតទៅជាមួយនឹងbreak structure ឬក៏ BOS ហ្នឹងហើយគឺយើងអាចសម្គាល់វាថាជា break structure ទីផ្សារគឺវាបន្តចុះទៅក្រោមចេះហើយពេលវាឡើងវិញយក order block គឺយើងអាចរកកន្លែងដើម្បីធ្វើការ sell ចុះទៅក្រោមបានអញ្ចឹងនៅពេលមួយនៅពេលដែលវាបានផ្ដាច់ជាមួយនឹង low របស់វាម្ដងទៀតវាឡើងទៅហើយវាផ្ដាច់ជាមួយនឹង low របស់វាម្ដងទៀតគ្នាយើងឃើញខ្លួនឯងថាតើភាពខុសគ្នារវាងអានេះជាមួយអានេះខុសគ្នារបៀបម៉េចកន្លែងនេះគឺផ្ដាច់ជាមួយនឹង strong sell កម្លាំង sell គឺខ្លាំងដល់ពេលកន្លែងនេះផ្ដាច់ដែរប៉ុន្តែវាផ្ដាច់ជា weak ផ្ដាច់ជាមួយនឹងអាគេដូចកើដូចការដូច candle វាដែរគាត់ថាវាដាក់ចោលជាសម្ោឬក៏ shadow របស់វាអញ្ចឹងជឿមិនថាកម្លាំងឡើងហ្នឹងគឺ sell គឺខ្សោយខ្លាំងមែនតើគឺវា reject កម្លាំង sell ហើយចុះទីផ្សារកន្លែងហ្នឹងគឺវាអាចនៅមានជាមួយនឹងអតិភិបគឺ reverse ឡើងទៅលើវិញអញ្ចឹងតើកាលណាកន្លែងហ្នឹងគឺសម្គាល់ថាជា fake BOS ឬក៏ fake break structure ហើយទូទៅគឺគេហៅថាកន្លែងហ្នឹងគឺជា liquidity sweep ប៉ុន្តែគ្នាយើងរៀនតន់ដល់ហើយអញ្ចឹងសង្ឃឹមថាទីទៀតគឺយើងនឹងបានរៀនទាំងអស់គ្នាអញ្ចឹងយើងអាចសម្គាល់លេងសិនទៅថាវាគឺជាគេ fake break structure ទៅក៏បានដែរ fake BOS
ដាក់ fake boss សិនទៅចឹងទៅពេលវាបង្កើតជាមួយ fake boss ចឹងយើងរកកន្លែង buy counter back ទៅវាវិញទៅបានហើយយើងមិនបាច់ចាំទៅរកមើលកន្លែងដើម្បីធ្វើការ sell ទេអានេះគឺ scalping ខ្លីៗណាអានេះយើងមិនបាច់មើលទេអានេះគឺខ្ញុំចង់និយាយទៅជាមួយនឹង trend របស់វាបន្តិចឥឡូវឧទាហរណ៍ថាវាផ្ដាច់ជាមួយនឹង fake BOS ហើយវាបានឡើងទៅផ្ដាច់ជាមួយនឹង high របស់វាវិញ high នេះ high គេ high ហ្នឹងដែលយើងសម្គាល់វាថាគឺជា MSS ឬក៏ change of character គឺអាចថាគេផ្លាស់ប្ដូរពីលំហូរចុះវាទៅជាលំហូរឡើងទៅលើអញ្ចេះវិញឃើញអត់ឡើងទៅលើអញ្ចេះវិញអញ្ចឹងដល់ពេលវាផ្ដាច់ជាមួយលំហូរឡើងគឺយើងហៅវាថាជាMSS ឬក៏ change of character អញ្ចឹងហេតុអីបើខ្ញុំចាប់កន្លែងហ្នឹងគឺជា choice ឬក៏ MSS ដោយសារតែពេលដែលវាផ្ដាច់ហ្នឹងវាផ្ដាច់ជាមួយនឹង candle body candle របស់វាហើយបន្ទាប់មកផ្សារហ្នឹងគឺបានបាក់កចុះមកក្រោមវិញបាក់កចុះមកក្រោមវិញវាបង្កើតជាមួយនឹង swing high របស់វានៅកន្លែងនេះមួយទៀតអញ្ចឹងវាបដូរលំហូរ trend ឯងវាបដូរពី down trend ទៅ up trend វិញឯងអញ្ចឹងតើកាលណាវាបដូរពី down trend ទៅ up trend អញ្ចឹងទៅជាមួយនឹងup trend គឺយើងវាស់ជាមួយនឹង swing high វិញអ្នកខាត់បើសិនក្នុងកន្លែងថាវាឡើងមកផ្ដាច់ជាមួយនឹង swing high គឺយើងអាចសម្គាល់វាថាកន្លែងហ្នឹងគឺជា break structure កន្លែងនេះពេលដែលវាផ្ដាច់ជាមួយកន្លែងនេះភ្លាមគឺយើងអាចសម្គាល់ថាវាគឺជា BOS បានភ្លាមឯងដោយសារតែវាផ្ដាច់ជាមួយនឹង wick ខ្សោយខ្លាំងមែនតើក៏ប៉ុន្តែនៅពេលមួយដល់ពេលដែលវាជ្រុំយូរពេកទៅផ្សារវាបាន push up ឡើងទៅលើខ្លាំងវាបានផ្ដាច់ជាមួយនឹង strong body វិញអ្នកខាត់ពេលផ្ដាច់ជាមួយ strong body គឺយើងវាស់កន្លែងហ្នឹងបានថាជា break structure អញ្ចឹងគ្នាបាច់សួរខ្ញុំថាហេតុអីគឺដោយសារតែពេលដែលវាផ្ដាច់ជាមួយជ្រុំជា wick ហ្នឹងយើងអត់តន់យកវាជា break structure យកហ្មងឯងគឺនៅពេលដែលផ្សារហ្នឹងគឺវាចាប់ដើមផ្ដាច់ជាមួយនឹង strong candle បែបនេះទើបយើងយកវាគឺជា break structure ដែល valid អញ្ចឹងយើងសម្គាល់លេខហ្នឹងថាជា BOS បន្ទាប់មកពេលដែលផ្សារនេះវាចុះមកយកជាមួយនឹង point control ហើយនេះគឺវា advantage ជាង share mention ក្នុងតែកន្លែងនេះគឺជាកន្លែងដែលខ្ញុំពេញចូលឯកន្លែងហ្នឹងពេញចូលបាយអញ្ចឹងពេលដែលវាផ្ដាច់កន្លែងហ្នឹងហើយផ្សារគឺបន្តឡើងទៅលើទៀតហើយគឺយើងបានឃើញចាក់ស្ដាយអញ្ចឹងហ្នឹងផ្សារគឺបានផ្ដាច់ជាមួយនឹង swing high មួយទៀតតែផ្ដាច់ swing high កន្លែងនេះតើជា valid ឬក៏ invalid គឺខ្ញុំប្រកាសនិយាយថា valid ហើយប្រកាសនិយាយថាកន្លែងហ្នឹងគឺ real break structure ប៉ុន្តែគឺខ្ញុំគឺអត់ទេដោយសារតែកន្លែងនេះផ្ដាច់ជាមួយនឹង strong body candle មែនប៉ុន្តែ candle បន្តរបស់វាគឺ bearish strong bearish ខ្លាំងមែនតើនេះខ្ញុំមក candle ពីរ candle គឺ strong bearish ចូលទៅក្រោមខ្លាំងមែនតើអញ្ចឹងគឺយើងអាចយកវាថាកន្លែងហ្នឹងគឺជា break structure បានទេគឺយើងអាច mark up ថាកន្លែងហ្នឹងគឺជា fake BOS តែកាលណាវាកើតជាមួយនឹង fake boss ហើយធៀមទៅផ្សារហ្នឹងគឺដឹងតែចុះបានជាមួយនឹង low នេះហើយផ្សារហ្នឹងគឺអាចនឹងបន្តចុះមកក្រោមទៀតប្រហែលចឹងហើយបន្តចុះមកក្រោមចេះទៀត reverse ពី up trend ទៅជា down trend វិញអញ្ចឹងកន្លែងហ្នឹងគឺយើងអាចវាស់វាបានថាជា MSS ឬក៏ change of character charge អញ្ចឹងទីផ្សារគឺបដូរពីលំហូរចុះទៅលំហូរឡើងដូរពីលំហូរឡើងទៅជាលំហូរចុះអញ្ចឹងវាបន្តចុះទៅក្រោមចេះទៀតគេវាបង្កើតជាមួយនឹង swing low របស់វានៅខាងក្រោមគេនេះស៊ីតែជាមួយឡើងនេះគឺយើងហៅថាជាBOS break structure ហើយផ្សារគឺបន្តចុះមកក្រោមនេះវាបង្កើតជាមួយនឹង swing low របស់វាមួយទៀតអញ្ចឹងផ្សារហ្នឹងគឺបានចុះផ្ដាច់ swing low របស់វាគឺផ្ដាច់គេជា strong bullish candle គ្នាឃើញអត់វាអត់មានចោលជា wick ឡើងមកវិញអីទេគឺអត់ទេគឺផ្សារហ្នឹងគឺបន្តចុះទៅជា break structure យើងអាចសង្កត់វាបានដូចខ្ញុំបានឃើញក្នុងនេះចឹងអញ្ចឹងផ្សារនេះគឺបន្តចុះទៅក្រោមទៀតអញ្ចឹងដើម្បីឲ្យយើងកាន់តែចេះកាន់តែយល់ទៀតមិនមែនឲ្យយើងមើលតែវីដេអូហ្នឹងឲ្យចេះទេគឺត្រូវតែ recap គឺត្រូវតែមើលវីដេអូហ្នឹងឡើងវិញតែ analyze តែហើយវិភាគតែ research ខ្លួនឯងទៅអញ្ចឹងសង្ឃថាគ្នាយើងនឹងយល់អញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ